បងប្អូនអ្នករៀនលេងដំបូងយើងរៀនឲ្យចេះប្រើទូកមួយគូ support មួយគូដែលយើងការជាប់អុកមិនដើម្បីឲ្យអុកស្លាប់ណាសក៏ដូចគ្នារៀនអំពីការប្រើជើងសេះ support មួយទូកបាទជើងសេះ support មួយទូកដែលយើងអាចស្លាប់បានយ៉ាងដូចម្ដេចចូលរួមថែរក្សានិងអភិរក្សអុកខ្មែរទាំងអស់គ្នាអញ្ចឹងនេះយើងមកជួបកន្លែងលេងផ្ទាល់មួយទៀតហើយកន្លែងមួយនេះយើងរៀនសូត្របានច្រើនអំពីការសម្លាប់ទាំងខាងសនិងការសម្លាប់ទាំងខាងខ្មៅបាទអញ្ចឹងឥឡូវបងប្អូនមើលមើលនេះយើងកុំឲ្យមានការយល់ច្រឡំនេះមកខាងនេះគឺមកខាងខ្មៅអញ្ចឹងវាយទៅមុខខាងមុខគោអញ្ចេះហើយខាងសគាត់នៅខាងនេះឥឡូវបងប្អូនទៅរៀនសូត្រទាំងអស់គ្នាក្នុងលក្ខខណ្ឌបើសិនជាបងប្អូនកាន់ខាងខ្មៅឥឡូវយើងទៅខាងខ្មៅមុនណាលក្ខខណ្ឌបើសិនជាបងប្អូនកាន់ខាងខ្មៅបងប្អូនគួរតែអុកយ៉ាងម៉េចទើបអាចសម្រាប់ខាងសបានហើយក្នុងលក្ខខណ្ឌបើសិននេះវេនខ្មៅដើមមុនអញ្ចឹងក្នុងលក្ខខណ្ឌបើវេនសដើមមុនបងប្អូនគួរតែអុកយ៉ាងម៉េចទើបអាចសម្រាប់ខាងខ្មៅបានឥឡូវយើងរៀនទាំងពីរហ្មងខាងខ្មៅយើងរៀនឲ្យចេះបងប្អូនអ្នករៀនលេងដំបូងយើងរៀនឲ្យចេះប្រើទូកមួយគូ support មួយគូដែលយើងការជាប់អុកមិនដើម្បីឲ្យអុកស្លាប់ណាសក៏ដូចគ្នារៀនអំពីការប្រើជើងសេះ support មួយទូកបាទជើងសេះ support មួយទូកដែលយើងអាចស្លាប់បានយ៉ាងដូចម្ដេចឥឡូវយើងទៅវេនខ្មៅដើមមុនសិនចុះអូខេឥឡូវបងប្អូនគិតមើលគឺដោដៃហើយបាទកន្លងមួយនេះគឺខាងណាដើមមុនគឺសម្រាប់ឲ្យតែខាងណាបើខ្មៅដើមមុនខ្មៅឈ្នះបើសដើមមុនគឺសឈ្នះឥឡូវយើងទៅរៀនសូត្រទាំងអស់គ្នាបងប្អូនអ្នករៀនលេងដំបូងបងប្អូនឥឡូវយើងថាលក្ខខណ្ឌវេនខ្មៅដើមមុនថាឥឡូវយើងសម្រាប់ខាងសបានយ៉ាងដូចម្ដេចដើម្បីកុំឲ្យខាតពេលយូរយើងទៅទស្សនាទាំងអស់គ្នាអញ្ចឹងលក្ខខណ្ឌនេះបាទបងប្អូនអាចមើលនៅមុខគោទៀតអញ្ចឹងអុកដើម្បីជាប់អុកស្នាប់រហូតបាទអញ្ចឹងកន្លែងខាងខ្មៅអាចថាងាយស្រួលទេបាទកន្លែងខាងខ្មៅយើងអាចតែអុកមកគោមុនទៅអុកមកគោកន្លែងនេះខាងសមានពីរជម្រើសណាជម្រើសទី1និងជម្រើសទី2បាទជម្រើសមួយណាក៏ស្លាប់ដែរជម្រើសទី1យើងឡើងមកនេះយើងដាក់តែមកទូកស្លាប់ហើយបាទពីរជើងទេអុកមកនេះកន្លែងនេះគឺដាក់មកទូកនេះក៏ស្លាប់មកទូកនេះក៏ស្លាប់ភាសានៅពីមុខគោអញ្ចឹងលក្ខខណ្ឌវេនខ្មៅដើមមុនគឺសម្រាប់បងប្អូនអ្នករៀនលេងដំបូងគឺយើងដើរតែពីរជើងទេបាទដាក់មកគោដាក់មកទូកឥឡូវយើងចូលដល់កន្លែងច្រើនតិចកន្លែងច្រើនតិចឥឡូវយើងដល់វេនសដើមមុនម្ដងបើសិនជាបងប្អូនកាន់ខាងសបងប្អូនគួរតែស្លាប់ខាងខ្មៅដាក់បានយ៉ាងដូចម្ដេចបាទអ្វីដែលជាកលឹះគឺការ support មួយសេះហើយនឹងទូកតែប៉ុណ្ណោះបងប្អូនអាចស្លាប់ខាងខ្មៅបានណាឥឡូវខាងខ្មៅគឺជាប់នាងមកជាប់ហាយមួយទូកទៀតបងប្អូនអាចចូលរួមគិតហើយចូលរួមខមមិនទាំងអស់គ្នាថាបើយើងគួរតែដាក់អីមុនអូខេឥឡូវបងប្អូនគិតហើយយើងទៅទស្សនាម្ដងយើងទៅទស្សនាកន្លែងស្លាប់ទាំងអស់គ្នាអញ្ចឹងអ្វីដែលពួកគាត់លេងផ្ទាល់គឺហាយនាងកន្លែងនេះខាងខ្មៅមាន3ជម្រើសណាជម្រើសទី1ជម្រើសទី2តែមួយទី1ឡើងលើជម្រើសទី2ចុះក្រោមជម្រើសទី3គឺស៊ីនាងឥឡូវយើងទៅជម្រើសទី1របស់ខាងខ្មៅបាទបើសិនជាខាងខ្មៅឡើងបាទអញ្ចឹងបងប្អូនអ្នកកាន់ខាងសបងប្អូនដើរធ្វើម៉េចទៀតដើម្បីសម្រាប់ខាងខ្មៅបានបាទគឺដាក់បន្ទុកពីក្រោយអត់មានជើងដើរទេនេះគឺជើងត្រីជើងសេះអញ្ចឹងមួយជួរនេះគឺជើងទូកអញ្ចឹងជម្រើសទី1គឺដាក់បន្ទុកពីក្រោយជម្រើសទី2យើងថយមកនេះជម្រើសទី2ថយមកនេះគឺអាចថាមានច្រើនជើងទៅមុខទៀតបាទគឺការសហការគ្នាដោយប្រើជើងសេះបាទការប្រើជើងសេះនិងប្រើទូកអញ្ចឹងយើងត្រូវតែជាប់អុកបើសិនជាបងប្អូនកាន់ខាងសអុកមួយហើយត្រូវតែជាប់អុករហូតបើអត់ជាប់អុកទេគាត់វាយវិញហើយដូចកាលពីដើមវីដេអូអញ្ចឹងគឺមកគោនិងមកទូកស្លាប់ហើយអញ្ចឹងត្រូវជាប់អុកបាទអញ្ចឹងដើម្បីជាប់អុកបានរហូតគឺអុកមួយកន្លែងនេះខាងខ្មៅមានពីរជម្រើសណាគិតមកនេះហើយនឹងស៊ីនាងអូខេចាឥឡូវយើងទៅជម្រើសនេះមុនបាទគាត់ស៊ីនាងឯងស៊ីនាងគេជាប់ស្លាប់ណាអញ្ចឹងគាត់ទៅជម្រើសទី1មុនជម្រើសទី1មុនបាទឥឡូវយើងត្រូវធ្វើម៉េចដើម្បីជាប់អុកទៀតមានជើងសេះត្រូវអុកជើងសេះអុកគាត់ត្រូវទេសេះនេះក៏អុកគាត់ត្រូវដែរអញ្ចឹងយើងប្រើទូកអុកមកទូកកន្លែងនេះបង្ខំឲ្យគាត់មកវិញអញ្ចឹងនេះគឺជើងសេះហើយមួយជួរនេះគឺជើងទូកអញ្ចឹងគាត់ត្រូវតែមកវិញដាច់ខាតមកវិញដាច់ខាតកន្លែងនេះបងប្អូនមើលបងត្រូវយកឲ្យអុកទៀតបើសិនជាយកទូកអុកវាដដែលទេអញ្ចឹងគាត់ទៅមកអញ្ចឹងជម្រើសដែលល្អគឺថាការមួយសេះបាទដាក់មកសេះកន្លែងនេះអញ្ចឹងមានតែមួយជម្រើសក្នុងការដើរទេគឺបង្ខំឲ្យស៊ីនាងអូខេអញ្ចឹងបង្ខំឲ្យស៊ីនាងបងប្អូនមើលដាក់មកអីទៀតស្លាប់បាទគឺមួយជើងទៀតយើងដាក់ទូកទៀតគឺស្លាប់បងប្អូនមើលនេះគឺជើងសេះអញ្ចឹងមួយជួរនេះគឺជើងទូកអូខេជីនេះជាការរៀនសូត្រទាំងអស់គ្នាក្នុងលក្ខខណ្ឌជម្រើសទី3បាទជម្រើសទី3ខ្ញុំសូមដាក់ជា question សម្រាប់បងប្អូនអ្នករៀនលេងដំបូងក្នុងលក្ខខណ្ឌបើគាត់ហាយអញ្ចឹងជម្រើសទី3គឺគាត់ស៊ីក្នុងលក្ខខណ្ឌដែលស៊ីអញ្ចេះឥឡូវបងប្អូនគិតមើលថាយើងគួរតែកាន់អីបាទកាន់ទូកកាន់សេះកាន់យ៉ាងណាដើម្បីឲ្យជាប់អុកហើយយើងអាចស្លាប់បានអញ្ចឹងបងប្អូនជម្រើសទី3ខ្ញុំលើកទឹកចិត្តបងប្អូនចូលរួមគិតហើយចូលរួមខមមិនទាំងអស់គ្នាហើយខ្ញុំនឹងឆ្លើយតបទៅក្នុងខមមិនវិញថាការដើររបស់បងប្អូនខុសឬក៏ត្រូវអូខេអញ្ចឹងឥឡូវយើងទៅកន្លះដើមទាំងអស់គ្នាអញ្ចឹងឥឡូវយើងទៅមើលកន្លះខ្មៅមុនគឺសម្រាប់យ៉ាងម៉េចបាទយើងទៅរំលឹកតិចទៅអញ្ចឹងយើងដាក់មកគោបើយើងខ្មៅដើមមុនណាអញ្ចឹងមានពីរជំរើសទី1នេះមកទូកនេះក៏មកទូកស្លាប់អូខេជំរើសទី2មកទូកនឹងដដែលក៏ស្លាប់មកទូកនេះក៏ស្លាប់ដូចគ្នាចឹងខាងខ្មៅមានភាពងាយស្រួលទេបាទបងប្អូនចាឥឡូវយើងទៅជំរើសខាងសវាមានច្រើនដំណាក់កាលអូខេឥឡូវយើងទៅរំលឹកឡើងវិញបាទផាយមាន3ជំរើស1 2 3អូខេចឹងជំរើសទី1ឡើងដាក់មកទូកក្រោយគឺស្លាប់អូខេការសហការនេះដោយសេះហើយនឹងទូកជំរើសទី2គាត់ចូលមកនេះបាទចឹងដូចខ្ញុំនិយាយចឹងត្រូវតែជាប់អុករហូតណាអត់ជាប់អុកស្លាប់របស់ខាងខ្មៅវិញចឹងអុកមកទូកបាទគាត់ចូលដាក់មកទូកទៀតបង្ខំឲ្យគាត់ចូលវិញបាទអត់ប្រើទូកទេប្រើសេះដាក់មកសេះស៊ីដាក់មកទូកចេះស្លាប់អូខេខាងខ្មៅអាចដើរបានច្រើនជើងគឺការសហការគ្នាដោយប្រើសេះមួយហើយនឹងទូកមួយអូខេគាត់ផាយដែរអញ្ចឹងជំរើសទី3មិនជំរើសនេះមកទូកពីក្រោយជំរើសមកក្រោមនេះគឺអាច3ជើងទៅមុខទៀតស្លាប់បាទអញ្ចឹងជំរើសទី3បាទគាត់ស៊ីនាងបាទនេះគឺជា question នេះគឺជាសំណួរបងប្អូនអាចចូលរួមគិតទាំងអស់គ្នាក្នុងលក្ខខណ្ឌបាទជំរើសទី3ខាងខ្មៅស៊ីនាងយើងគួរតែអុកយ៉ាងដូចដើម្បីសម្រាប់ខាងខ្មៅបានអញ្ចឹងបងប្អូនអាចចូលរួមគិតទៅ
ចឹងឥឡូវវីដេអូការសម្រាប់ដោយប្រើយើងអាចរៀនបានទាំងសងខាងការសេះមួយគោមួយនិងទូកមួយសេះមួយយើងសម្រាប់បែបអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនអ្នករៀនលេងដំបូងឲ្យយើងអាចរៀនអំពីក្បួនសម្រាប់ឲ្យបានច្រើនទៅនៅពេលដែលយើងជួបកលាផ្ទាល់យើងអាចនឹកឃើញពីរបៀបយើងរៀនហ្នឹងគឺយើងអាចសម្រាប់ខាងដៃគូបដិបត្តិយើងបានដែរអញ្ចឹងអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូមួយនេះក៏សូមជូនពរឲ្យលោកស្រីជួបតែសេចក្តីសុខនិងសុភមង្គល